ធ្លាប់លុយចាស់ៗប្រាប់អីអ្នកទាំងអស់គ្នាកុំសូវទុកលុយក្នុងខ្លួនច្រើនពេកចាយអស់ហើយខ្ចីលុយធនាគារទិញមាសទៅតតែជាពាក់គេខ្លះបានខំរកអញ្ចឹងតើទស្សនៈមួយនេះត្រូវឬខុសថ្ងៃហ្នឹងយើងមកទៅជែកគ្នារឿងហ្នឹងទាំងអស់គ្នាធានាថាចប់វីដេអូនេះដឹងច្បាស់ហ្មងថាសល់មាសឬក៏សល់តែបំណុលបងប្អូនបើយើងនិយាយតាមក្បួនហិរញ្ញវត្ថុការខ្ចីលុយធនាគារមកទិញមាសហ្នឹងគឺខុសហើយខុសកប់ពពកហ្មងហេតុអីព្រោះមាសទោះបីជាមាសម៉ាកអីក៏ដោយវាអត់ចេះពងជាងចកូនទេប៉ុន្តែធនាគារយើងត្រូវបង់ការប្រាក់រាល់ខែតោះឥឡូវយើងមកគិតលេខងាយៗមួយគ្នាឧបមាថាបងប្អូនខ្ចីលុយធនាគារ$10000ទៅទិញមាសការប្រាក់ធនាគារឬមីក្រូហិរញ្ញវត្ថុគិតលេងៗមួយខែគឺ 1.2% អញ្ចឹងចុះមួយឆ្នាំបងប្អូនត្រូវយកលុយចេញពីកប៉ៅខ្លួនឯងហ្នឹងគឺជិត$1500ទៅឲ្យគេបាត់ទៅហើយចុះមាសវិញពេលដែលទិញចូលឬក៏លក់ចេញតាមហាងត្រូវខាត់ឆ្លៃឈ្នួលតិចតួចទៀតសរុបមកកុំឲ្យបងប្អូនខាតត្រឹមមករួចខ្លួនមាសដែលបងប្អូនទិញហ្នឹងត្រូវឡើងថ្លៃយ៉ាងហោចណាស់ក៏15%នៅក្នុងមួយឆ្នាំដែរបងប្អូនបើសិនជាមាសឡើង15%នៅក្នុងមួយឆ្នាំមែនខ្ញុំប្រហែលជាសមម៉ែលក់ផ្ទះទៅទិញមាសដែរហើយអត់មកអង្គុយធ្វើ podcast ហ្នឹងទេក្នុងប្រវត្តិសាស្ត្របងប្អូនមាសកម្រឡើងដល់កម្រិតនឹងណាស់នៅក្នុងមួយឆ្នាំចុះឧទាហរណ៍ថាបើបងប្អូនទិញចំពេលធ្លាក់ថ្លៃវិញអានឹងគេហៅថា double kill ខាតទាំងតម្លៃមាសខាតទាំងការប្រាក់ធនាគាររួចទាំងអង្គុយញ៉ាំមីកញ្ចប់មើលមាសទាំងទឹកភ្នែកចឹងទៅតែឈប់សិនបងប្អូនពេលដែលឮខ្ញុំនិយាយចឹងបងប្អូនមួយចំនួនប្រហែលជាកំពុងគិតថាអត់ទេបងខ្ញុំសុខចិត្តឲ្យខាតការប្រាក់ខ្លះព្រោះបើសិនជាខ្ញុំអត់ជពាក់គេទេលុយហ្នឹងខ្ញុំចាយខ្ទេចហ្មងអញ្ចឹងតើតាមានសម្ពាធខ្លះបានសល់នេះបាទបងប្អូនបើមើលតាមទម្លាប់មនុស្សគំនិតដែលនិយាយហ្នឹងអាចត្រូវមួយយ៉ាងដែរនិយាយឲ្យស្រួលទៅគឺបងប្អូនកំពុងតែចំណាយលុយបង់ការប្រាក់ឲ្យគេ$1500ក្នុងមួយឆ្នាំហ្នឹងដើម្បីជួយឲ្យធនាគារកាន់រំពាត់មកបខំឲ្យយើងមិនសមលុយបើសិនបងប្អូនគិតថាវិន័យរបស់ខ្លួនឯងទុនខ្សោយដល់ថ្នាក់ហ្នឹងសុខចិត្តឲ្យខាតលុយទិញសម្ពាធអញ្ចឹងអូខេធ្វើទៅយ៉ាងហោចណាស់ក៏សល់មាសម្ដុំដែរតែសំណួរសួរថាហេតុអីបានយើងត្រូវយកលុយខ្លួនឯងនេះទៅឲ្យគេដើម្បីទិញសម្ពាធដាក់ខ្លួនឯងវិញអញ្ចឹងគ្រូខ្ញុំក៏ឲ្យ technique 2មានសម្ពាធដូចគ្នាប៉ុន្តែយើងអត់ខាតទេទី1សម្ពាធគណនេយ្យសន្សំមានការកំណត់ដែលគេហៅថា fixed deposit បើខ្លាចលមាស់ដៃចាយអស់ថ្ងៃក្រោយបើកប្រាក់ខែភ្លាមដក$200ឬក៏$300ហ្នឹងបោះចូលកុង deposit fixed deposit ភ្លាមទៅមួយឆ្នាំឬក៏2ឆ្នាំដកអត់បានទេធ្វើរបៀបហ្នឹងដាក់កំហិតខ្លួនឯងដូចគ្នាប៉ុន្តែដល់ថ្ងៃចប់កុងត្រាធនាគារគេមកសំពះយើងឲ្យការប្រាក់យើងទៀតបានទាំងប្រាក់ដើមបានទាំងការប្រាក់ហើយយកលុយហ្នឹងទៅទិញមាសពាក់ឲ្យណាណីទៅទី2គឺបង់រំលោះមាសជាមួយខ្លួនឯងបងប្អូនកុំខ្ចីលុយគេទាំងដុំអញ្ចឹងទៅទិញតាំងចិត្តខ្លួនឯងទៅថាក្នុងមួយខែដកលុយទិញយ៉ាងហោចណាស់ឲ្យបានមួយជីកន្លះជីមិនសមទុកអីទៅមាសយើងទោះបីឡើងក៏ដោយចុះក៏ដោយយើងអត់ភ័យថាយើងត្រូវជពាក់លុយគេទេហើយក៏អត់មានធនាគារណាមកគោះទ្វារយើងដើម្បីទារការប្រាក់ដែររស់នៅស្រួលខ្លួនយប់ឡើងគេងលក់ស្រួលអញ្ចឹងបងប្អូនសរុបមកចំពោះមាសហ្នឹងបើសិនជាបងប្អូនចង់ទិញគឺគួរតែយកលុយដែលបងប្អូនប្រឹងប្រែងបានមកឲ្យអត់ចាយឬក៏លុយដែលយើងមិនសមហ្នឹងសល់ពីការប្រឹងប្រែងរបស់យើងហ្នឹងយកទៅទិញទៅវាជាជម្រើសល្អបំផុតកុំខ្ចីលុយគេទៅទិញទាំងដុំអញ្ចឹងព្រោះវាខាតច្រើនអាហ្នឹងសម្រាប់ខ្ញុំចូលបងប្អូនវិញធ្លាប់មានបទពិសោធន៍ខ្ចីលុយគេទិញមាសឬក៏ធ្លាប់ឃើញអ្នកចិត្តខាងធ្វើបែបហ្នឹងទេហើយគាត់ខាតឬក៏ចំណេញដែរជួយ comment ប្រាប់នៅខាងក្រោមផងបើពេញចិត្តកុំភ្លេច like និង share វីដេអូនេះទៅកាន់មិត្តភ័ក្តិឬក៏បងប្អូនអ្នកទាំងអស់គ្នាជាពិសេសអ្នកដែលកំពុងលំមាស់ដៃចង់ខ្ចីលុយគេទិញមាសផងជួបគ្នានៅវីដេអូក្រោយអរគុណជំរាបលាបាយបាយ